មនុស្ស8 នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះទម្លាក់គ្រាប់បែក B-52 នៅរដ្ឋកាលីហ្វ័រញ៉ាមនុស្ស8 នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់សហរដ្ឋអាមេរិកដែលបណ្ដាលឲ្យផ្ទុះឆេះក្រោយយន្តហោះឡើងបានបន្តិចចេញពីមូលដ្ឋានទ័ពអាកាសមួយក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃច័ន្ទទី15 ខែមិថុនាឆ្នាំ2026នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP យន្តហោះទម្លាក់គ្រាប់បែក B-52 ខាងលើបានស្ថិតក្នុងការធ្វើតេស្តបេសកកម្មហោះហើរជាប្រចាំដោយមានមន្ត្រីយោធាមន្ត្រីរដ្ឋាភិបាលនិងអ្នកមកការស៊ីវិលជិះនៅលើនោះនៅពេលដែលយន្តហោះនេះបានធ្លាក់និងផ្ទុះនៅឯមូលដ្ឋានទ័ពអាកាសអ៊ីវ៉ាតស្ថិតនៅចម្ងាយ95 គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងឡូអាន់ជេលេសថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលោកវរៈស្នេហ៍ឯកជេមហៃបាននិយាយថាមូលដ្ឋានទ័ពអាកាសអ៊ីវ៉ាតបានពើប្រទះនឹងសោកនាដកម្មដ៏រន្ធត់មួយហើយយើងបានបាត់បង់ជនជាតិអាមេរិកដ៏ឆ្នើម8 នាក់លោកបន្ថែមថា B-52 ដែលជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយត្រូវបានប្រើប្រាស់ដោយយោធាអាមេរិកតាំងពីទសវត្សរ៍ឆ្នាំ1950មកបានស្ថិតក្នុងការធ្វើតេស្តហោះហើរជាមួយផ្នែកមួយនៃដំណើរការធ្វើទំនើបកម្មរ៉ាដា B-52 បានហោះឡើងហើយក្រោយហោះឡើងបានបន្តិចស្រាប់តែធ្លាក់និងផ្ទុះឆេះតែម្ដងនេះជាការគូសបញ្ជាក់របស់លោកជេមហៃគួរបញ្ជាក់ថាភ្លាមមិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យយន្តហោះ B-52 ធ្លាក់នៅឡើយនោះទេខណៈការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងភ្លាមB-52 ជាយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ហើយបានហោះហើរជាលើកដំបូងក្នុងឆ្នាំ1954យន្តហោះនេះត្រូវបានផលិតឡើងត្រៀមសម្រាប់សង្គ្រាមត្រជាក់ជាយថាហេតុណាមួយជាមួយអតីតសហភាពសូវៀតកាលពីអំឡុងសម័យសង្គ្រាមត្រជាក់ B-52 មានសមត្ថភាពហោះក្នុងរយៈចម្ងាយឆ្ងាយ 8800 ម៉ាយល៍ឬស្មើនឹង 14160 គីឡូម៉ែត្រនិងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ B-52 ត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមដូចជានៅវៀតណាមតំបន់ឈូងសមុទ្រពាក់អ៊ីរ៉ាក់អាហ្ហ្គានីស្ថាននិងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ2026នេះប្រូវីដាទឹកស្ព្រីងបូកគោរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិ